បាននិយាយពី event នៅក្នុង Mobile Legends គឺវាមានច្រើនខ្លាំងមែនទែនហើយពេលខ្លះក៏ពិបាកបន្ទោសទៅខាងមុនទុនដែរព្រោះដោយសារតែ event ច្រើនពេកអញ្ចឹងទៅគឺពិបាកនៅក្នុងការចេញអញ្ចឹងគឺធ្វើការ delay ទៅលើ event មួយចេញ event មួយអញ្ចឹងទៅគឺធ្វើឲ្យអ្នកលេងហ្នឹងគឺតាមឡើងបែកផ្សេងហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយពីការ update ថ្មីរបស់ Mobile Legends ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយខ្ញុំជឿថាការ update មួយហ្នឹងគឺពេញចិត្តដល់អ្នកទាំងអស់គ្នាហើយព្រោះដោយសារតែគ្នាយើងក៏ស៊ូរើច្រើនដែរអញ្ចឹងមុននឹងយើងចូលទៅកាន់វីដេអូរបស់យើងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube Channel របស់ខ្ញុំគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់នោះទេកុំភ្លេចជួយចុច subscribe ម្នាក់មួយផងទីមួយគឺពាក់ព័ន្ធជាមួយនឹង Event Exorcist ដែលនៅក្នុង Event Exorcist ហ្នឹងគឺមានជាមួយនឹង skin របស់ Gagora, Yusong, Granger ហើយជាមួយនឹង Hayabusa ហើយចំពោះ skin ទាំង4ហ្នឹងគឺមានគ្នាយើងគាត់ស៊ូរើច្រើនខ្លាំងមែនតើសួរថាកាលណាបាន skin ហ្នឹងត្រឡប់មកវិញអញ្ចឹងណាឥឡូវហ្នឹងគឺមានសង្ឃឹមហើយអ្នកទាំងអស់គ្នាព្រោះដោយសារតែមុនទុនគឺគេព្យាយាមយកជាមួយនឹង event ហ្នឹងត្រឡប់មកវិញព្រោះដោយសារមួយរយៈចុងក្រោយនេះគឺអ្នកទាំងអស់គ្នាបានដឹងហើយមានការដក file ចេញពី game គឺច្រើនខ្លាំងមែនតើអញ្ចឹងឥឡូវនេះជាមួយនឹង event Exorcist ហ្នឹងគឺគេនឹងដាក់ចូលមកក្នុង server ផ្លូវការរបស់យើងនៅក្នុងពេលឆាប់ៗហ្នឹងហើយប៉ុន្តែចំពោះថ្ងៃឬក៏ខែដែលគេធ្វើការ release ចេញមកហ្នឹងគឺខ្ញុំអត់ទាន់ដឹងច្បាស់នោះទេព្រោះដោយសារតែនៅក្នុងការ update ហ្នឹងក៏អត់មានបញ្ជាក់ដែរគាត់ថាគេបញ្ជាក់ថា event ហ្នឹងគឺនឹងចូលមកដល់ក្នុង server ផ្លូវការរបស់យើងនៅក្នុងឆ្នាំ2026ទី2គឺពាក់ព័ន្ធជាមួយនឹង event Exorcist ដូចគ្នាប៉ុន្តែនៅក្នុង event ហ្នឹងគឺមានជាមួយនឹង skin របស់ Povis, Saber ហើយជាមួយនឹង Ruby អញ្ចឹងអ្នកដែលគាត់រងចាំជាមួយនឹង skin ទាំង3ហ្នឹងគឺយើងសេបន្តិចព្រោះដោយសារតែ event ហ្នឹងឥឡូវនេះគឺគេបានធ្វើការដកចេញហើយអ្នកគ្នាហើយមូលហេតុដែលគេដកចេញហ្នឹងព្រោះដោយសារតែគេដាក់ជាមួយនឹង event Exorcist Series ចាស់ចូលមកវិញហើយសម្រាប់ event ហ្នឹងដែរមុនទុនគឺគេគ្រោងចេញនៅក្នុងឆ្នាំ2027ប៉ុន្តែសម្រាប់អ្នកដែលគាត់លេង server China គឺអាចចូលទៅលេង event ហ្នឹងបានព្រោះដោយសារតែ Mobile Legends គឺគេនឹងធ្វើការ release ជាមួយនឹង event Exorcist នេះចូលទៅក្នុង server China មុននឹងចូលមកដល់ server global អញ្ចឹងមុននឹងយើងទៅនិយាយបន្តទៀតសម្រាប់គ្នាយើងអ្នកដែលរកកន្លែង top up diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up diamond ជាមួយខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%ហើយសម្រាប់ការ top up diamond គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ diamond នៅខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ទី3គឺពាក់ព័ន្ធជាមួយនឹងមុខងារ share skin អ្នកទាំងអស់គ្នាព្រោះដោយសារតែឃើញមានគ្នាយើងខ្លះគាត់ឆ្ងល់ថា account គាត់មាន account អ្នកផ្សេងអត់មាន account អ្នកផ្សេងមាន account គាត់អត់មានអញ្ចឹងណាអញ្ចឹងអាមុខងារហ្នឹងដោយសារតែវាស្ថិតនៅក្នុង beta នៅឡើយទេអ្នកទាំងអស់គ្នាហើយមុខងារហ្នឹងគឺវាមានទៅតាម account ទេណា account ខ្លះមាន account ខ្លះគឺអត់មានហើយចំពោះមុខងារហ្នឹងគឺវាអត់ទាន់ចេញជា official ទេអ្នកទាំងអស់គ្នាដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺនៅក្នុង beta នៅឡើយទេហើយចំពោះមុខងារហ្នឹងគឺនៅពេលដែលចេញមកហ្នឹងក៏មិនមែនយើងប្រើសេរីបានទាំងអស់គ្នានោះទេតតែយើងមានចាប់ពី Mega Collector V ហើយទៅដល់ World Collector បានយើងអាចប្រើបានអញ្ចឹងណាហើយនៅពេលដែលយើងអាចប្រើបានហ្នឹងតតែយើងមានជាមួយនឹង Point Collector ដើម្បីទៅទិញជាមួយនឹងមុខងារហ្នឹងទៀតបានយើងអាចប្រើប្រាស់បានមិនមែនគេដាក់ឲ្យយើងប្រើ free នោះទេអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលអត់សូវមាន skin ច្រើនអ្នកគ្នាទៅអែបជាមួយគេអ្នកដែលមាន skin ច្រើនទៅដើម្បីឲ្យគេ share ឲ្យយើងលេងអញ្ចឹងណាអញ្ចឹងសូមឲ្យគេ share ឲ្យមកគឺយើងអាចលេងបានហើយទី4គឺពាក់ព័ន្ធជាមួយនឹង event Transformer ហើយបើយើងនិយាយពី event ហ្នឹងគឺខានចេញយូរហើយអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំគឺអត់សំខាន់ទេព្រោះដោយសារតែ skin ហ្នឹងគឺខ្ញុំមានអស់ហើយអញ្ចឹងសម្រាប់ skin Transformer ហ្នឹង Mobile Legends ក៏ត្រៀមនឹងចេញត្រឡប់មកវិញដូចគ្នាគ្រាន់តែថាឥឡូវហ្នឹង Mobile Legends គឺគេព្យាយាមកែជាមួយនឹង effect ទៅលើ skin ទាំងអស់ហ្នឹងឲ្យវាមានការតាក់ទាញកាន់តែច្រើនជាងមុនអញ្ចឹងណាព្រោះដោយសារតែ event ហ្នឹងតាំងពីចេញមកគឺអត់ទាន់មានការកែប្រែអីបន្ថែមទៀតទេតែឥឡូវហ្នឹងមុនទុនគឺគេមានគម្រោងកែប្រែទៅលើ effect ទៅលើ skin ទាំងអស់ហ្នឹងហើយនៅក្នុង event ហ្នឹងគឺមាន6 skin មានដូចជា skin របស់ Ado, Granger, Popo and Koopa, Johnson, Roger ហើយជាមួយនឹង Xbox ទី5គឺពាក់ព័ន្ធជាមួយនឹង skin ថ្មីរបស់ Grok ដែលត្រូវជា skin MVP អ្នកគ្នាព្រោះដោយសារតែ skin ហ្នឹងគឺជា skin MVP នៅក្នុងព្រឹត្តិការណ៍ M7 ណាហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាភ្លេចអីពាក់ព័ន្ធជាមួយនឹង skin ហ្នឹងព្រោះដោយសារតាំងពីចប់ព្រឹត្តិការណ៍ M7 មកគឺពាក់ព័ន្ធជាមួយនឹង skin ហ្នឹងគឺស្ងាត់អីឈឹងតែម្ដងអ្នកគ្នាចំពោះ skin Sway skin អីក៏អត់ឃើញមានលេចលឺចេញមកដូចគ្នាហើយឥឡូវហ្នឹងគឺទើបតែមានការ update ថ្មីពាក់ព័ន្ធជាមួយនឹង skin ហ្នឹងថាគេគ្រោងចេញនៅក្នុងខែ7ហ្នឹងអ្នកទាំងអស់គ្នាប៉ុន្តែបើនិយាយចំពោះរូបរាង skin Sway អីគឺអត់ទាន់ដែរអ្នកណាឃើញទេអ្នកគ្នានិយាយទៅគឺស្ងាត់ឲ្យជ្រាបតែម្ដងណាពាក់ព័ន្ធជាមួយនឹង skin MVP ហ្នឹងទី7គឺជា skin ថ្មីរបស់ Lapuដែលត្រូវជា skin champion ហើយ skin ហ្នឹងគឺវាដូចតែជាមួយនឹង skin Grok ដែរទេប៉ុន្តែគាត់ថា skin ហ្នឹងគឺគេ brand champion អញ្ចឹងណាប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ M7 ដូចគ្នាហើយចំពោះ skin ហ្នឹងគឺដូចតែ skin Grok ដែរទេព្រោះដោយសារតែ skin ហ្នឹងក៏អត់ឃើញជាមួយនឹងរូបរាង skin Sway ទៅលើ skin ហ្នឹងដូចគ្នាអញ្ចឹងខ្ញុំអត់ដឹងថាពាក់ព័ន្ធជាមួយនឹង skin ហ្នឹងវារូបរាងយ៉ាងម៉េចហើយវាចេញនៅក្នុងខែ7ហ្នឹងវាចេញដោយរបៀបណាក៏អត់ទាន់ដឹងដែរអ្នកគ្នាប៉ុន្តែជាទូទៅវាដូចតែ skin មុនដែរនោះទេអញ្ចឹងពីអ្នកទាំងអស់គ្នាវិញគឺមានមតិយោបល់អីយ៉ាងណាគឺអាច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយមកហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube Channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងបានដឹងពីការ update ថ្មីរបស់ Mobile Legends ផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីបន្ថែមទៀតហើយយើងចាំជួបគ្នា
នៅវីដេអូក្រោយបាយបាយ